ទី1 round 1បាទទឹកទី1 round 1ជម្រាបជូនសារជាថ្មីគូនេះគឺប្រគួតលក្ខខណ្ឌទឹក3ទឹកបាទចាប់ផ្ដើមនេះគាត់ទៅលឺ3ទឹកភ្លាមចូលមកមិនស្ទាបមិនស្ទុកមិនស្ទាក់មិនស្ទើច្រើនទេចាប់ផ្ដើមលេងធ្ងន់ធ្ងរហើយបាទសិតតាថ្ងៃដល់អ្នកលេងរំទះជើងដូចគ្នាបាទម្នាក់ទាត់លើម្នាក់ទាត់ក្រោមអាយយបាទខៀវគេមែនតើគេត្រៀមប៉ះបណ្ឌិតបាទទឹកតែបណ្ឌិតល្អគេត្រៀម 100% អញ្ចឹងដោយសារតែបណ្ឌិតគាត់មានបញ្ហាសុខភាពតិចទៅក៏ចំនួនអៀងលេងក៏មិនជាចោតប្រហែលដែរគេហៅថាល្អដូចគ្នាបាទគេហៅថាអាឆ្លងកាត់អៀងលេងឯសិនទៅបាទមុននឹងជួបបណ្ឌិតបាទចំណាទាត់ជើងក្រោមរបស់អៀងលេងបាទកីឡាករថៃគេកម្ពស់ខ្ពស់ជាង 1.70 អៀងលេង 1.65 បាទខុសគ្នា5សង់ទីម៉ែត្របាទគេហៅថាបើសិនជាក្បាច់គុណល្អដូចគ្នាអ្នករៀបខ្ពស់គេរៀបមានអត្ថភាពមានព្រៀបជើងតិចដែរណាបាទកាយសម្បត្តិល្អចេះបាទតែយើងចាំមើលសិនបាទអោបគ្នាពីអៀងលេងជង្គង់ស្ដាំរបស់អៀងលេងបាទប្អូនប្រុសរបស់អៀងឡៃបងរបស់អៀងលងបងប្អូនគាត់3នាក់សិនទៅអ្នកដាល់អ្នកបច្ចុប្បន្នដូចគ្នាបាទហើយតាមការប្រកួតនៅលើសង្វៀននានាហ្នឹងក៏បានជួយយឹតរងជាភាពគ្រួសារច្រើនជាពិសេសនេះគឺការប្រកួតនៅលើសង្វៀនគ្រុឌទុនខ្មែរតែម្ដងបាទអោបជាប់ហើយក៏កាច់ពវលបាទដោតជង្គង់ស្ដាប់មួយបាទតែស្រាលគេហៅថាអោបស្ទង់កម្លាំងតិចសិនបាទជង្គង់មិនទាន់ទៅចេញឲ្យស្រោចទៅប្រហែលទេបាទស្ទង់កម្លាំងតិចសិនបាទរែកស្ដាប់លោកឆ្វេងរបស់កីឡាករថៃបាទគឺណាឡុងលីផេតណងគីបាទអីចាប់ប្រាប់ចេញទៅផ្ទាល់ដួលបាទលោកគ្រូបាទទុយវណ្ណរាបាទហើយលោកគ្រូវ៉ាន់លើក៏ចូលទៅស្ទុះបាទយ៉ាងលឿនបាទដើម្បីធ្វើចំណាករបស់កីឡាករទាំងពីរនៅកញ្ជ្រោលអាយយបាទចាប់ផ្ដើមចេញកែងហើយបាទគេហៅថាលីបថៅដាក់គ្នាបាទបថៅគេហៅថាអាពុតមុតស្រួយទុនខ្មែរនេះគឺកែងហ្នឹងហើយបាទណែបាទក្តាប់ដៃកែងខ្លីរបស់បាទអៀងលេងបាទជង្គង់ស្ដាំជង្គង់ទៅមកបាទកាច់ប្រវល់គ្នាទៅមកបាទកាច់ទៅកាច់មកនៅពេលវេលានៃការប្រកួតគឺមានតែ3ទឹកបាទអញ្ចឹងគេថាបង្ហាញអស់មកបាទក្បាច់គុណបាទក្បាច់ស្នៀតឲ្យបានរៀនសូត្រមកបាទពីគ្រូពីតម្រាមករៀនខ្លួនបាទតតឆ្វេងធាក់មកចាប់ជើងបានណាចាប់ជើងបានលុះម្ដាយស្ដាំក្បូរក្បាលពោះពីអៀងលេងបាទលួចញ៉ាកដាលបាទរុញអឹបដើម្បីចាប់បបែកបាទហើយបាទជម្រាបជូនដល់ពុកម៉ែបងប្អូនសាជាថ្មីបាទសប្តាហ៍ក្រោយបាទគឺសម្ភារគ្រុឌនឹងធ្វើដំណើរទៅជួបពុកម៉ែបងប្អូនបាទនៅឯបាទខេត្តកំពង់ស្ពឺបាទគឺ2រាត្រីជាប់គ្នាតែម្ដងបាទហើយកំពង់ស្ពឺវិញបាទនិយាយពីសមាជិកភាពវិញគឺដឹងតែអែមតែម្ដងហើយសមាជិកភាពយ៉ាងណានេះគឺក្រុមការងារដែលបង្ហាញជូនតាមរយៈเพจគឺ TVK Sport ផងដែរបាទឥឡូវនេះតើចូលទៅបន្តទៀតបាទជុងទឹកទី1បាទជុងទឹកទី1បាទទាត់ស្ដាំបាទរបស់បាទកីឡាករណាឡុងលីអោជាប់ជង្គង់ទៅមកបាទផ្ទះជង្គង់ទៅមកផ្ទះពីជំរាបបែបនេះមិនអាចថាផ្ដួលគ្នាបានទេបាទព្រោះថាមុខហាត់នឹងគេថាសាច់ស៊ីកផេកដូច2 round 2បាទអរគុណច្រើនទឹកទី2 round 2បាទគេខ្ពស់ជាងយើងតែបាត់ពិសោធន៍យើងច្រើនជាងបាទដល់ចូលទឹកស្ដាំបាទខ្ពស់ពីណាឡុងលីបាទតែដល់ចូលទៅវិញពីធុនអៀងលេងបាទអៀងលេងជាងហើយទឹកស្ដាំកាប់គោលបាទពីកីឡាករថៃដល់ចូលបាត់កែកស្ដាំអត់ដល់គោលដែរទេបាទអូអិនទៅនោះភ្នំទាញមកឲ្យក្រាញ់ចាក់ជង្គង់ស្ដាំពីធុនអៀងលេងជង្គង់អូបាទបង្គោលខៀវនេះក្មេងបាត់ពិសោធន៍គួរសមបាទប៉ុន្តែគេបានវឹកហាត់បាទគេត្រៀមជួបជាមួយនឹងធនបណ្ឌិតបាទអញ្ចឹងគេត្រៀមក្បាច់ក្បួនតែអៀងលេងថាជួបត្រឹមខ្ញុំសិនមកបាទធ្វើក្បត់តែរៀងខានបន្តិចតែអៀងលេងបង្ហាញថាតាំងទឹកទី1ណែកាច់ឲ្យដួលទាំងភ្នែនតែម្ដងនេះគឺជាយុទ្ធសាស្ត្រទាញកម្លាំងគូប្រកួតដូចគ្នាបាទផ្សាយជូនដល់ពុកម៉ែបងប្អូនទស្សនិកជនផងគាត់ឆ្វេងពីបាទណាឡុងលីបាទបងប្អូនត្រៀមណាសប្តាហ៍ក្រោយយើងជួបគ្នានៅកំពង់ស្ពឺគេថាដឹងតែញាក់សាច់ហើយបាទដឹងតែល្អមើលហើយបាទយើងទស្សនាជុំទៅទៀតដល់ចូលដល់ត្រង់បាទជួយស្រាំពុះកែស្រាំទៅវិញបាទរុញចេញទឹកជួយពីណាឡុងលីដល់ចូលជួយស្រាំជួយស្រាំទាត់កាប់គល់ជាងក្រោយពីណាឡុងលីដល់ចូលធាក់ជួយទៅទៀតបាទពីធុនអៀងលេងបុកកណ្ដោកែជួយបាទបាទជង្គង់ស្រាំទៅវិញដូចគ្នាពីបាទធុនអៀងលេងបាទទឹកពីនេះក៏ក្រៅតែម្ដងបាទចេញអាវុធចេញស្និទ្ធច្រើនដូចគ្នាដេញតាមវាប្រុងទីងកែឬយ៉ាងណាមកទៅធុនអៀងលេងបាទទាត់ប្រយោលបាទដល់ត្រង់ទឹកជួយទៅបន្តទៀតពីកីឡាករបាទណាឡុងលីបាទណាឡុងលីណងទីបាទចាក់ជង្គង់ជួយជង្គង់ស្រាំពីធុនអៀងលេងចាក់សោតជង្គង់ស្រាំពីលេងរូបកែស្រាំពីធុនអៀងលេង
បាទឆ្វេងស្ដាំពីដៃបុកក្នុងកែឆ្វេងពីណាឡូលីបាត់កែស្ដាំមួយពីធុនលេងបាត់កែស្ដាំជើងបន្តទៀតអត់ដល់គូដៅនៅឡើយទេពីអ៊ីងលេងបាទអ្នកកំពុងឆ្នាំងបាទស្រុបជាមួយខ្ញុំបាទចឹងផ្សាយជូនដល់ពុកម៉ែបងប្អូនអ្នកកំពុងឆ្នាំងទាំងអស់គ្នាបងបាទបុកជើងបន្តទៀតដើរចូលទល់ដៃធាក់ស្ដាំជំទរញឹកទឹកកាប់គូជើងក្រោមឆ្លងឆ្វេងមកវិញស្ដាំមកដៃពីណាឡូលីណែពុកកែងស្ដាំពីធុនអ៊ីលេងអត់ដល់គាត់ទឹកជួយមកវិញពីណាឡូលីចាក់ជង្គង់ស្ដាំពីធុនអ៊ីលេងជង្គង់ស្ដាំពីធុនអ៊ីលេងចាក់សោទូជាប់ពីកីឡាករណាឡូលីភេទណងគីបាទមកពីក្លឹបបាទគឺភេទណងគីបាទសម្រាប់កីឡាករបង្គោលខៀវលេងតាមជើងបន្តទៀតពីធុនលេងបាត់កែងស្ដាំពីធុនអ៊ីលេងចាក់ជង្គង់ស្ដាំបាទលោកគ្រូញ៉ាកដាក៏ចាប់ញែកបាទទាញមកក្តារសង្វៀនដើម្បីធ្វើការបាទប្រយុទ្ធជាបន្តទៀតផ្ទះបាត់ដៃស្ដាំចាប់ឆ្វេងចាប់ជើងចាប់កាប់ខលជើងក្រោមពីធុនអ៊ីលេងលេងតាមចាក់ជង្គង់ស្ដាំពីអ៊ីលេងជង្គង់ស្ដាំសងមកវិញពីណាឡូលីជង្គង់ស្ដាំទៅវិញជង្គង់ស្ដាំពីបាទធុនអ៊ីលេងបាទបែរគ្រាន់តែបំបាយព្រាមតបស្ដាំមកមួយជើងផ្លិតស្ដាំមួយជើងទៀតពីណាឡូលីបាល់វ៉ាន់សូព្រោះណាជង្គង់ស្ដាំមានទៅណោចាប់ទី2ទឹកទី2នឹងបន្តទស្សនាការប្រកួតបាល់ទឹកទី3ដែលជាទឹកដៃព្រាត់សម្រាប់អ្នកទាំងពីរតែម្ដងនៅទឹកចេញក្រៅគ្រុតគុណខ្មែរគូទី6ដែលជាគុំមិត្តភាពអន្តរជាតិរវាងកម្ពុជាថៃទឹកទី3ជាទឹកផ្ដាច់ព្រាត់ Final Round បាទទឹកផ្ដាច់ព្រាត់ហើយបបង្គោលក្រហមគឺកីឡាករធុនអៀងលេងរាបង្គោលខៀវគឺកីឡាករណាឡុងលីផេតណងគីបាទឥឡូវនេះដើរចូលបាទទាត់ឆ្វេងមកពីកីឡាករបាទបង្គោលខៀវកីឡាករមកពីប្រទេសជាតិចក្រថៃបាទអៀងលេងដើរចូលបាទអៀងលេងដើរចូលហើយបាទទាត់ឆ្វេងអត់ដល់អៀងលេងស្ទុះចូលកណ្ដាប់ដៃស្ដាំក៏មិនត្រូវដូចគ្នាបាទព្យាយាមចាប់អោបទៅបាទសៃជង្គង់បោះដូចគ្នាមកហើយបាទលួញញ៉ាកដាចាប់ប៉ុបបាយដែលសតតែអុកនឹងខ្សែសង្វៀនហើយមិនមានចលនាណាមួយទេបាទនេះគឺសារសុទ្ធតែជាបច្ចេកទេសសុទ្ធតែជាច្បាប់ដែលបានចែងពីសហព័ន្ធបណ្ដាគុណខ្មែរបាទជង្គង់ស្ដាំតបទៀតទៅមកបព្យាយាមបាត់កាច់ផ្ដួលអត់ទេបាទដោយសារតែដៃក្រៅរបស់កីឡាករថៃនឹងខ្ទាតមកក្រៅសង្វៀនហើយចុះវាចាប់បំបាយអូយបាទមានបង្គោលសបាទមានលោហិតហូរមកបាទរឹមបាទកាត់បាទផែនផ្ពាល់របស់កីឡាករទៅអស់មួយនាទីតបប្រកួតបាទមានលោហិតឥឡូវនេះក៏2នាទីចុងក្រោយនេះគឺកាន់តែក្តៅសាច់តែម្ដងអោបជាប់ជង្គង់ស្ដាំរបស់បាទកីឡាករអៀងលេងជង្គង់ចង់ទៅមកបាទព្យាយាមទល់ខ្ទាស់ជាប់លោកអាញាកដាចាប់បំបែបាទឥឡូវនេះទៅជាបន្តទៀតហើយបាទអៀងលេងបាក់ក្តៅមិនសិនដែរណាបាទលេងគ្នាពីទឹកកន្លងទៅអីបុកបែកទៅទឹកចុងក្រោយបាទកាប់កែងមួយរបស់អៀងលេងបាទជង្គង់ស្រាលបាទដោយសារតែបាទអត់សូវមានឡងប្រមាណទេបាទអត់រំពោះសង្វៀនហើយបាទក្តាប់ដៃឆ្វេងស្ដាំរបស់បាទឡាន់ណងលីអាយគាត់ស្ដាំទៅប្រេះបាទគូនេះប្រវត្តិប៉ះធនបណ្ឌិតដូចអ្វីដែលក្រោមតុកថាអូយឆ្ងាញ់បងប្អូនហើយបាទតែចំណាំអីទៅបាទអៀងលេងក៏គាត់បាទកំពុងតែបាទកំពោបានពេញទឹកដូចគ្នាហើយលទ្ធផលក៏យើងគាត់អាចកាន់ទឹកដូចគ្នាណាបាទប៉ុន្តែមានលោហិតក៏ប៉ុន្តែមានទៅមានមកទេបាទជង្គង់អត់ជាប់លោកអាញាកដាចាប់បបាយបន្តទៀតបាទដល់សល់បាទ1នាទីនៅក្នុងទឹកដៃព្រាត់អៀងលេងព្យាយាមដើរចូលប្រើកណ្ដាប់ដៃបាទទាត់ទៀតបាទពីកីឡាករណាឡុងលីផេតណងគីបាទកាច់គ្រាកបវលលោកអាញាកដាចាប់បបាយហើយនៅតែសម្លឹងមើលថ្ងាសរបស់អៀងលេងហើយគាត់ថាអូមិនអីទេអៀងលេងបន្តការប្រកួតទៅអៀងលេងគឺនឹងបន្តដើរចូលបាទសិស្សរបស់លោកគ្រូធនសភាតម្រឃើញថាបើវាយប្រយោលឬក៏វាយដកណាគឺភាគច្រើនគឺនឹងតែដើរចូលហើយបាទនេះមកជំនួសផងបាទដើរចូលស៊ូបីទឹកពេញប៉ុណ្ណឹងណាបាទទគ្រាន់តែគាត់ទឹកមុនមួយខែទៀតអូមិនដឹងយ៉ាងណាឥឡូវនេះដើរចូលបាត់ដៃស្ដាំរបស់អៀងលេងបាទលោកអាញាកដាលោកគ្រូទុយសវណ្ណរាជចាប់បបាយបាទសុំឲ្យទៅបង្គោលសទៅសិនមកបាទហៅថាបាទដើរកាត់ទឹកដើរកាត់ភ្លៀងបាទរែកអីនឹងទឹកឥឡូវនេះបន្តការប្រកួតបាទជង្គង់ស្ដាំអៀងលេងបាទកាច់ប្រវល់ជ្រែករៀងខ្លួនបាទជង្គង់ស្ដាំពីកីឡាករថៃទៅវិញជង្គង់អៀងលេងអប់បាទទាញប្រវល់គ្នាទៅមកលោកអាញាកដាបាទអប់ជាប់បាទ15វិនាទីចុងក្រោយអូយបាទលោកគ្រូពេទ្យបាទលោកគ្រូទុយវណ្ណរាប្រាប់ថាបាទសូមជូនទៅសិនគណៈដែលអៀងលេងបាទឆ្វេងត្បិតថាគាត់និយាយមកខ្ញុំស្ដាប់មិនឮក៏ប៉ុន្តែគាត់បង្ហាញអាការៈប្រាប់ថាទឹកទី3អីទេលោកគ្រូអីទេបាទនេះហើយចាសូមអរគុណ
គូនេះស្មើគ្នា បាទអរគុណច្រើនបាទគឺការប្រកួតបាទ3ទឹក